ច្នេះគឺម្សិលមិញខ្ញុំបាននិយាយម្ដងហើយទាក់ទងនឹងសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីបន្ទាប់ពីបាត់ឈប់បាញ់ដែលមានការព្រមព្រៀងគ្នារវាងរុស្ស៊ីនិងអ៊ុយក្រែនដែលបានបញ្ចប់តាមការសន្យារយៈពេល3ថ្ងៃក៏បន្តឲ្យមានការបាញ់គ្នាបន្ថែមហ្នឹងហើយនៅថ្ងៃនេះគឺប្រទេសរុស្ស៊ីនិងអ៊ុយក្រែនហ្នឹងក៏ដូចជាកងកម្លាំងរបស់អ៊ុយក្រែនបានបើកទៅការវាយប្រហារទៅលើរោងចក្រប្រេងនិងអូស្មန်របស់រុស្ស៊ីបន្ទាប់ពីបាត់ឈប់បាញ់រយៈពេលខ្លីនេះបានផុតកំណត់ដូច្នេះការវាយប្រហារមួយនេះហ្នឹងត្រូវបានគេមើលឃើញថាជាជំហានយុទ្ធសាស្ត្រសំខាន់មួយរបស់អ៊ុយក្រែនក្នុងការប៉ះពាល់ក៏ដូចជាបំផ្លាញទៅដល់សមត្ថភាពសេដ្ឋកិច្ចនិងថាមពលរបស់រុស្ស៊ីខណៈដែលសង្គ្រាមនេះគឺកំពុងតែបន្តអូសបន្លាយដោយគ្មានសញ្ញាច្បាស់លាស់នៃសន្តិភាពនោះឡើយទៅតាមប្រភពយោធានិងសារព័ត៌មានអន្តរជាតិគឺការវាយប្រហាររបស់អ៊ុយក្រែនបានបដោតទៅលើគោលដៅថាមពលសំខាន់ៗនៅក្នុងទឹកដីរុស្ស៊ីរួមមានទាំងរោងចក្រចម្រាញ់ប្រេងឃ្លាំងស្តុកអូស្មန်និងបណ្ដាញផ្គត់ផ្គង់ថាមពលប្រតិបត្តិការមួយនេះត្រូវបានឲ្យដឹងថាក៏ដូចជាអនុវត្តនឹងគឺដោយការប្រើប្រាស់នៅឧបករណ៍ដ្រូនដែលមានចម្ងាយឆ្ងាយនិងមីស៊ីលដែលអាចឆ្លងកាត់នៅប្រព័ន្ធការពារអាកាសរបស់រុស្ស៊ីបានសម្រាប់អ្នកវិភាគយោធាក៏បានលើកឡើងថាការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនេះគឺជាវិធីមួយដែលអ៊ុយក្រែននេះគឺកំពុងតែព្យាយាមបង្កនៅសម្ពាធទៅដល់សេដ្ឋកិច្ចទៅលើរុស្ស៊ីព្រោះតែវិស័យប្រេងនិងអូស្មန်នេះគឺជាប្រភពចំណូលដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចរបស់រុស្ស៊ីតែម្ដងនិងជាគន្លឹះសម្រាប់ការគ្រប់គ្រងនៅប្រតិបត្តិការយោធាប្រសិនបើការផលិតឬក៏ការនាំចេញនៃថាមពលទៅបានរំខាននោះវាអាចនឹងប៉ះពាល់ទៅដល់សមត្ថភាពរបស់រុស្ស៊ីក្នុងការបន្តសង្គ្រាមរយៈពេលវែងនៅពេលដែលបាត់ឈប់បាញ់នេះដែលបានប្រព្រឹត្តទៅក្នុងរយៈពេលខ្លីបានបញ្ចប់គឺភាគីទាំងពីរនេះបានចាប់ផ្ដើមបង្កើននូវការវាយប្រហារគ្នាឡើងវិញភ្លាមហើយសម្រាប់រុស្ស៊ីវិញក៏បានបន្តវាយប្រហារទៅលើទីក្រុងនិងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនដូចគ្នាខណៈដែរប្រទេសអ៊ុយក្រែននេះក៏បានជ្រើសរើសនៅគោលដៅដែលអាចប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់រុស្ស៊ីដោយផ្ទាល់ដែរយើងបានឃើញគឺតាក់ទងនឹងតំបន់ដែលមានផ្ទុកប្រេងនិងអូស្មန်ហើយតាមប្រភពមួយចំនួនក៏បានរាយការណ៍ថាក៏មានអគ្គិភ័យធំៗបានកើតឡើងនៅរោងចក្រប្រេងនិងឃ្លាំងស្តុកអូស្មန်មួយចំនួនបន្ទាប់ពីការវាយប្រហារដូចគ្នាសម្រាប់អាជ្ញាធររបស់រុស្ស៊ីក៏បានបញ្ជាក់ថាគឺមានការខូចខាតប៉ុន្តែក៏បានអះអាងថាស្ថានភាពនៅក្រោមការគ្រប់គ្រងនោះទេហើយទោះបីជាមានរូបភាពនិងវីដេអូដែលបានចែកចាយទៅលើបណ្ដាញសង្គមនិងបង្ហាញអំពីអណ្ដាតភ្លើងក៏ដូចជាផ្សែងខ្មៅដ៏ធំនោះប៉ុន្តែរុស្ស៊ីនៅតែបានអះអាងថាគឺมันមានផលប៉ះពាល់ហើយគឺគ្រប់ទាំងអស់ហ្នឹងដែលជាវីដេអូបានបង្ហាញហ្នឹងគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនៅឡើយទេដោយមិនមានផលប៉ះពាល់អីនោះឡើយសម្រាប់អ្នកជំនាញក៏បានប្រមានថាការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនេះគឺអាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់ទីផ្សារពិភពលោកហើយរុស្ស៊ីនោះគឺជាអ្នកដែលនាំចេញនៅប្រេងនិងអូស្មန်ដ៏ធំបំផុតមួយនៅលើពិភពលោកប្រសិនបើការគ្រប់គ្រងនេះត្រូវបានរំខាននោះតម្លៃថាមពលគឺអាចកើនឡើងវិញហើយនឹងប៉ះពាល់ទៅដល់សេដ្ឋកិច្ចអន្តរជាតិដូចគ្នានៅក្នុងពេលតែមួយនេះដូចគ្នាគឺអ៊ុយក្រែនក៏បានបញ្ជាក់ថាការវាយប្រហារទាំងនេះគឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ីទៅលើទីក្រុងរបស់ខ្លួនដែលយើងដឹងហើយជាទីក្រុងគ្រីវហើយនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ខ្លួនផងដែរហើយមន្ត្រីអ៊ុយក្រែនក៏បាននិយាយថាប្រទេសរបស់ពួកគេនឹងក៏មានសិទ្ធិការពារខ្លួននិងវាយប្រហារគោលដៅដែលគ្រប់គ្រងសង្គ្រាមរបស់រុស្ស៊ីដូចគ្នាដូច្នេះគឺការវាយប្រហារនេះគឺវានឹងមានទៅវិញទៅមកហើយវានឹងបន្តអូសបន្លាយរយៈពេលយូរដោយពិបាកនៅក្នុងការស្វែងរកនៅចំណុចណាមួយដែលជួបគ្នាដើម្បីស្វែងរកនៅសន្តិភាពឡើងវិញសម្រាប់អ្នកវិភាគនយោបាយក៏បានលើកឡើងថាការវាយប្រហារទៅលើរោងចក្រប្រេងនិងអូស្មန်មួយនេះគឺបានបង្ហាញថាសង្គ្រាមមួយនេះកំពុងតែផ្លាស់ប្ដូរទៅជាការប្រយុទ្ធទៅលើសេដ្ឋកិច្ចនិងថាមពលមិនមែនត្រឹមតែជាការប្រយុទ្ធលើសមត្ថភាពប៉ុណ្ណោះទេហើយភាគីទាំងពីរក៏បានព្យាយាមវាយប្រហារទៅលើចំណុចខ្សោយរបស់គ្នាទៅវិញទៅមកដើម្បីបង្កនៅសម្ពាធក៏ដូចជានឹងប៉ះពាល់ទៅដល់សមត្ថភាពបន្តនៅសង្គ្រាមនេះទៀតសម្រាប់ប្រជាជនស៊ីវិលនៅក្នុងរុស្ស៊ីនិងអ៊ុយក្រែននេះសង្គ្រាមមួយនេះក៏បានបន្តនាំនៅភាពភ័យខ្លាចនិងការលំបាកហើយប្រជាពលរដ្ឋជាច្រើនក៏ត្រូវបានប្រឈមមុខនឹងការដាច់ភ្លើងក៏ដូចជាកង្វះខាតនៅថាមពលនិងការខូចខាតទៅដល់សេដ្ឋកិច្ចមនុស្សជាច្រើនក៏ត្រូវបានបង្ខំឲ្យចាកចេញពីតំបន់ប្រយុទ្ធដើម្បីស្វែងរកនៅសុវត្ថិភាពហើយបណ្ដាប្រទេសលោកខាងលិចក៏បានបន្តអំពាវនាវឲ្យមានការចរចាសន្តិភាពប៉ុន្តែនៅក្នុងពេលដូចគ្នានេះគឺការក៏បន្តឲ្យមានការផ្ដល់ជំនួយយោធានិងបច្ចេកវិទ្យាផ្សេងទៅដល់អ៊ុយក្រែនដូចគ្នាហើយគណៈដែលរុស្ស៊ីក៏បានចោទថាការគ្រប់គ្រងទាំងអស់នេះហើយដែលជាកត្តាដែលធ្វើឲ្យសង្គ្រាមមួយនេះនៅតែបន្តអូសបន្លាយសម្រាប់អ្នកជំនាញក៏បានប្រមានថាប្រសិនបើមានការវាយប្រហារទៅលើ
វិស័យថាមពលកាន់តែខ្លាំងបែបនេះនោះវាអាចនាំឲ្យមានវិបត្តិថាមពលថ្មីនៅអឺរ៉ុបនិងទីផ្សារពិភពលោកសម្រាប់ប្រទេសជាច្រើនក៏បានពឹងផ្អែកទៅលើប្រេងនោះនិងឧស្ម័នរបស់រុស្ស៊ីកំពុងតែតាមដានស្ថានភាពមួយនេះយ៉ាងជិតស្និទ្ធព្រោះតែគឺវាអាចប៉ះពាល់ទៅដល់ការផ្គត់ផ្គង់ប្រេងនិងឧស្ម័នដែលប្រើប្រាស់ជាប្រចាំនៅក្នុងប្រទេសរបស់ពួកគេសរុបមកវិញគឺការវាយប្រហាររបស់អ៊ុយក្រែនទៅលើរោងចក្រប្រេងនិងឧស្ម័នរបស់រុស្ស៊ីនេះបន្ទាប់ពីបទឈប់បាញ់ដែលបានផុតកំណត់បានបង្ហាញថាសង្គ្រាមមួយនេះកំពុងតែឈានទៅដល់ដំណាក់កាលថ្មីមួយហើយដែលបន្តឲ្យធ្វើឲ្យមានការប៉ះពាល់ក៏ដូចជាការវាយប្រហារផ្ទួនផ្ដោតទៅលើសេដ្ឋកិច្ចនិងថាមពលបន្ថែមគណៈពេលដែលភាគីទាំងពីរបន្តប្រយុទ្ធនេះនឹងការបង្កើននៃការវាយប្រហារគឺប្រទេសជាច្រើននឹងកំពុងតែព្រួយបារម្ភថាវិបត្តិនេះនឹងបន្តអូសបន្លាយហើយវានឹងបន្ថែមនៅសម្ពាធទៅដល់ការផ្គត់ផ្គង់ផ្នែកថាមពលឧស្ម័ននិងប្រេងចេញមកកាន់ពិភពលោកដែលតាក់ទងនឹងប្រទេសដែលបានទទួលយកឬក៏ទិញប្រេងនឹងនៅឧស្ម័នពីប្រទេសរុស្ស៊ីដូច្នេះយើងមានតែរងចាំតាមដានទស្សនាមើលបន្ថែមថានឹងមានប្រទេសមួយណាដែលឬក៏ជាប្រទេសមហាអំណាចដែលមិនលុកដៃចូលមកដើម្បីស្ដារនៅស្ថានភាពមួយនេះឈានទៅរកសន្តិភាពដូច្នេះហើយគឺខ្ញុំមានតែព័ត៌មានសង្ខេបប៉ុណ្នេះសម្រាប់នៅថ្ងៃនេះហើយខ្ញុំក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ពីដើមដល់ចប់នៅព័ត៌មានសង្ខេបរបស់ខ្ញុំដូច្នេះហើយសូមកុំភ្លេចជួយចុច like និង subscribe មកកាន់ channel របស់ខ្ញុំផងដើម្បីទទួលបាននៅវីដេអូ update ទាក់ទងនឹងព័ត៌មានសង្ខេបថ្មីៗតរ៉ែតការភ្លាមៗពីរូបខ្ញុំបាទដូច្នេះហើយខ្ញុំក៏សូមអរគុណម្ដងទៀតហើយក៏សូមជម្រាបលា